ដំណើរកំសាន្តពីយប់3ថ្ងៃទៅខាងសៀមរាបផាតពាន់វីដេអូថតតាំងពីខែ11ទៅដល់លេងខែ11ខែ1តំណឹកឃើញផងបងប្អូនហើយនិយាយទៅតែស្គ្រូលវីដេអូមើលទៅអូថតដែរតែភ្លេចយកមកកាត់បងប្អូនអញ្ចឹងឥឡូវយើងកាត់ទុកធ្វើជាអនុស្សាវរីយ៍ហើយនេះគឺជាបងសិលមីចាគាត់មកដល់ហើយនិយាយទៅគាត់មកតាំងម៉ោង5ណាត់ម៉ោងណាគឺមកម៉ោងហ្នឹងទៀងម៉ោងល្អនិយាយទៅថាម៉ោង5ចេញឥឡូវមិនទាន់បានចេញទេចេញដល់រួចចាឥឡូវគឺយើងមានចការរៀបចំចេញទៅហើយចេញធំគឺភ្លឺតែម្ដងតែគាត់ថាបានទៅដល់នោះក៏រៀងលឿនគួរសមដែរចុះយើងបានស្គាល់ប្រាសាទច្រើនអញ្ចឹងណាបងប្អូននេះឥឡូវគឺយើងមកចាមើលធ្វើដូចដ្រាម៉ាអញ្ចឹងយើងមើលមេឃមើលផ្កាយអញ្ចឹងទៅអត់ទាន់បានបាយព្រឹកទេបានកាហ្វេអស់2កែវហើយនិយាយទៅពួកខ្ញុំចេញពីនេះទៅចូលវត្តបាន2-3វត្តដែរបានពាក់អាវសហ្នឹងអញ្ចឹងយើងឆ្លៀតចូលវត្តចូលអីយើងដើរលេងខ្លាយអញ្ចឹងទៅកន្លែងទី1ដែលយើងបានមកដល់គឺស្ពានកំពង់ក្ដីបងប្អូនដែលយើងជិះពីពេញមកសៀមរាបហ្នឹងគឺស្ពានកំពង់ក្ដីនេះមុនអញ្ចឹងយើងចូលមកមើលបានស្គាល់ទាំងអស់គ្នាអញ្ចឹងណានិយាយទៅគឺនេះគឺអីបានគឺមមែនតើអ្នកនរគ្នាសស្ពានណាមមែនតើបងប្អូនមកអាចមកមើលមកលេងបាននិយាយទៅក្តៅតិចមែនតែឲ្យតែបានស្គាល់មកទាំងក្តៅហើយហ្មងយីមែនឥឡូវកំពុងតែរាយរាប់ខ្ញុំខ្ជិលដាក់សំឡេងដើមទាំងអស់គ្នាបញ្ចូលសំឡេងតាមនេះសិនទៅហើយដើមមកក៏យកមកក៏ទិញអីតិចតួចទុកញ៉ាំតែទៅទៀតចឹងណាបងប្អូនខ្ពិញថ្នោតខ្ពិញអីហ្នឹងទៅហ្នឹងហើយទៅគឺគាត់លក់នៅចិត្តស្ពានហ្នឹងហ្មងបងប្អូននេះមានស្ពានមានអីនេះចេញពីហ្នឹងមកក៏យើងបានមកបាយនៅមុខបេងមាលាមកផ្លែតអ្នកនរគ្នាសូលបានដើរចូលខាងក្នុងអញ្ចឹងណាអញ្ចឹងឥឡូវគឺបានមកដល់ហើយអ្នកនរគ្នាខ្ញុំនិយាយមែនអូយចូលមកដល់ទោះបីជាមេក្តៅប៉ុន្មានក៏មានអារម្មណ៍ថាវាត្រជាក់ចិត្តណាវាត្រជាក់មែនតើបងប្អូនដើមឈើច្រើនហើយណាមួយយើង yes មានអារម្មណ៍ថាយើងបានមកស្គាល់កន្លែងដែលយើងចង់ស្គាល់ខ្ញុំមកដែរមកមែនអ្នកនរគ្នាលើកទី1 3មាលាប្រាសាទ3មាលាស្អាតមែនតើបងប្អូនគួរតែមកមើលទាំងអស់គ្នាបាននេះគ្រាន់តែប៉វេនខាងក្រៅណាខាងក្នុងខ្ញុំអត់ទាន់បានដើរចូលអញ្ចឹងខ្ញុំដើរពីក្រៅទៅសិនមើលអ្នកនរគ្នាវាដើមឈើធំទៅឆៃហ្មងណាអូខេឥឡូវគឺយើងដូរដៃកាមេរ៉ាម្ដងបើឡើយតែខ្ញុំកាន់កាមេរ៉ាហ្នឹងគឺខ្ញុំអត់បានចូលទេដែរនៅក្នុងវីដេអូមួយនេះអារម្មណ៍ពិតម្នាក់គឺសប្បាយចិត្តហើយចូលមកគឺត្រជាក់មែនអ្នកនរគ្នាឃើញមេក្តៅប៉ុន្តែក្នុងចិត្តត្រជាក់ដោយសារអីបានឃើញប្រាសាទបានឃើញអីសំខាន់មិនមែនថាវាលឆេញហ្មងឯងបងប្អូនគឺមានដើមឈើមានអីអញ្ចឹងយើងត្រជាក់ស្រួលមែនតើចូលទៅបានដឹងថាអូយពិតជាអស្ចារ្យចង់ថាជើងកាមេរ៉ាក៏ថ្មីអ្នកកាន់គឺសុទ្ធតែថ្មីមិនដែរចេះកាន់ស្អីទេអ្នកនរគ្នាមកដឹងថាវីដេអូនេះវីដេអូ vlog ឬមួយក៏មិនទេខ្ញុំចេះតែកាត់ទុកមើលទុកអីអញ្ចឹងណាហ្នឹងហើយអនុស្សាវរីយ៍ងាយបានទៅទេបងប្អូនហើយតែមកដាក់ plan គ្នាត្រូវនឹងចាគឺមានជាការចាំរកខែអញ្ចឹងបងប្អូនទ្រាំមើលតាមនឹងអញ្ចឹងទៅឥឡូវមិនទាន់និយាយចប់ឯកឡាប់តាប់ទិញណាទៀតហើយនេះដល់កអ្នកនរគ្នាមើលតាមនឹងហ្មងខ្ញុំមិនដឹងកាត់មិនទៀតចេះដាក់ឲ្យតែវាមានក្នុងវីដេអូនឹងហ្មងទៅអ្នកនរគ្នាឲ្យមើលប៉ាវេនសាទបានណាបងប្អូនគួរតាមមកលេងឲ្យបានម្ដងបានស្គាល់អញ្ចឹងទៅខ្ញុំបានស្គាល់ហើយពេលនេះចឹងចេញពីបេងមាលាមកក៏យើងធ្វើដំណើរតាមស្រះស្រង់នេះមកតាមមកជួរនឹងហ្មងមានប្រាសាទណាគឺយើងចូលនឹងហ្មងអ្នកនរគ្នាប្រាសាទនៅតាមផ្លូវនឹងស្រាប់ចឹងណាកុំឲ្យមកវិញជ្រោះផ្លូវអញ្ចឹងយើងចូលឲ្យស្គាល់ឲ្យហើយអារម្មណ៍ខ្ញុំមួយឲ្យតែខ្ញុំមកដល់សៀមរាបគឺខ្ញុំមានអារម្មណ៍ថា fresh ខ្លាំងមែនតើតែម្ដងខ្ញុំចង់តែមករហូតបងប្អូនមកឲ្យបាត់ទុកកង្វល់អស់ហើយអញ្ចឹងប្រាសាទនេះគឺជាប្រាសាទលលៃបងប្អូនដែលយើងបានមកដល់ណាបានស្គាល់មួយទៀតតាមពិតវីដេអូមួយខ្ញុំថតរៀងបានច្រើនតែដោយសារខ្ញុំកាត់តាមទូរស័ព្ទដល់ពេលអញ្ចឹងខ្លាចវា save ទៅវា full អញ្ចឹងណាបងប្អូនណារៀងពិបាកឥឡូវយើងចេញមកយើងជិះកាត់តាមស្រះស្រង់ទៀតហើយស្អាតមែនតើម៉ោងប្រហែលជា4កន្លះ5នេះគឺចេញមកទេសភាពខ្ញុំឲ្យអួយហ្មង amazing ហ្មងបងប្អូនចុងដំណើរបន្តទៀតនេះគឺយើងមកមើលប្រាសាទនៅខាងមុខទីលានចូលដំរីបងប្អូននេះមកមើលតាមពិតយើងមើលតែខាងក្រៅទៅមានតែ2-3ប្រាសាទនៅខាងមុខប៉ុន្តែយើងដើរលុកចូលដល់ក្នុងនេះគឺមានច្រើនទៀតបងប្អូនមានច្រើនទៀតអ្នកនរគ្នាអត់ជឿពេលដែលតែមកដល់ម្ដុំហ្នឹងហើយអ្នកនរគ្នាបើក map មើលដឹងថាឃើញច្រើនហ្មងអញ្ចឹងខ្ញុំដាក់បានដើរមកមើលពីខាងក្រោយនេះក៏បានច្រើនគួរសមដែរបានស្គាល់បានអីអញ្ចឹងណាហ្នឹងហើយបើយើងអត់ដើរគឺអត់ស្គាល់ទេយើងឃើញតែមុខតែនៅខាងក្រោយនេះក៏មានទៀតដែរខ្ញុំប្រាប់ធីបើសិនជាអ្នកនរគ្នាចង់ស្គាល់ពីភាសាច្រើននៅខាងក្រោយអ្នកនរគ្នាពេលដែលមកដល់អ្នកនរគ្នាបើក Google មើលទៅអញ្ចឹងនៅចិត្តហ្នឹងគឺប្រាប់ហើយមានភាសាអីគេខ្លះអញ្ចឹងយើងដើរតាមហ្នឹងទៅអត់មានបញ្ហាអីទេនិយាយទៅយើង note បាន5-10យើងមកដល់បានតែ10ក៏បានដែរ
ព្រោះដោយសារតែពេលខ្លះយើងរកឃើញមែនអញ្ចឹងនៅពេលដែលយើងរកឃើញហើយយើងចូលឲ្យបានស្គាល់ទៅអត់ងាយបានមកដល់ទេបងប្អូននៅជិះរាប់រយគីឡូហើយនេះពួកខ្ញុំដើរទៅខាងក្នុងនេះមានទៀតណាបងប្អូនមានទៀតមានខាងមុខហើយមានខាងក្រោយនេះទៀតអ្នកនរនេះចង់ស្គាល់អីពេលមកដល់អ្នកនរនេះឆាយ Google មើលទៅហើយមានប្រសាទមកអ្នកនរនេះដើរទៅស្គាល់ហើយទៅអត់ងាយបានមកទេនិយាយមែនចឹងមិនថាអូយអស្ចារ្យមែនតើពេលដែលឃើញមួយអស្ចារ្យខ្លាំងតាមពិតនៅក្នុងវីដេអូនេះខ្ញុំធ្វើរៀងធូរៗឲ្យបងប្អូនបើតាមនេះវិញគាត់ថាសាច់ដល់ពេលខ្ញុំទៅពីពេញនេះទៅអាចថា5 6 7ភាសាដែរបងប្អូនខ្ញុំបានទៅស្គាល់គាត់ថាខ្ញុំពេលខ្លះខ្ញុំថតអត់បានអស់ចឹងទៅហើយវីដេអូរបស់យើងក៏កាត់អត់បានច្រើនចឹងតាមនឹងសិនអ្នកនរគ្នាព្រោះរៀងអស់ជើងដែរ so វីដេអូ part 1 យើងគឺមានតែប៉ុណ្្នឹងឯង yes អ្នកនរគ្នាចាំតាមដាននៅ part 2 មួយទៀតបាយបាយ